ជូនពរឲ្យឈ្នះសម្រាប់ការប្រកួតនេះយប់នេះគឺជាការប្រកួតដ៏តង់តឹងជាមួយនឹងរវាងភ្នំពេញក្រោនជាមួយនឹងក្លឹបវិសាខាហើយក្នុងផងដែរដោយសារតែក្លឹបវិសាខាជាម្ចាស់ផ្ទះអញ្ចឹងការប្រកួតនេះពិតជាតឹងខ្លាំងប៉ុន្តែក្នុងនាមខ្ញុំជាអ្នកគ្រប់គ្រងខាងភ្នំពេញក្រោនគឺថាភ្នំពេញក្រោននឹងឈ្នះការប្រកួតនេះសម្រាប់លទ្ធផលនៅក្នុងថ្ងៃនេះផងដែរគឺភ្នំពេញក្រោននឹងយកឈ្នះទៅលើម្ចាស់ផ្ទះក្នុងលទ្ធផល2-1ខ្ញុំនឹងគិតថាវិសាខាឈ្នះនៅក្នុងលទ្ធផលទី1 3-2ជូនពរឲ្យឈ្នះ 70% អាចនឹង3-1ក្នុងពេញក្រោន3វិសាខា1 100%មក 2-0 មក 100%ខ្ញុំជឿជាក់ថាវិសាខានឹងបានលទ្ធផល3-0 3-2ជូនពរឲ្យលេឈ្នះក្នុងនាមខ្ញុំជា fan ដ៏យូររបស់ភ្នំពេញក្រោនជូនពរឲ្យភ្នំពេញក្រោនទទួលបានជ័យជំនះនិងលទ្ធផលល្អ